ស្រ័យ event ចាឯងកុំភ័យបន្តិចទៀតសៀមវាយទៀតហើយក្នុងមួយជីវិតចាឯងតាំងពីអាយុឥឡូវខ្ញុំមិនដឹងថាចាឯងអាយុប៉ុន្មានទេណាតែរហូតដល់ចាឯងចាស់បើចាឯងនៅស្រុកខ្មែរចាឯងនឹងសប្បានសបាយរឿងច្បាំងតែបន្តិចមានរឿងនេះតែបន្តិចរឿងនោះដូច្នេះចៅកុំភ័យរឿងយន្តហោះមិនមានយន្តហោះអីចៅបានសបាយហើយបើចៅនៅក្នុងអាយុធ្វើទាហានចៅបានចូលធ្វើទាហានទៀតអញ្ចឹងចៅមិនបាច់សួរទេណាសារីគឺចៅសបាយហើយជីវិតចៅសបាយហើយនៅក្នុងប្រទេសកម្ពុជាគឺចៅច្បាស់ជាបានសបាយហើយបើចៅនៅក្នុងអាយុធ្វើទាហានចៅច្បាស់ជាបានធ្វើទាហានដូច្នេះមិនបាច់សួរទេរឿងយន្តហោះអីមិនបាច់សួរទេណាសារីទៀងតែពីចៅបានណាខ្ញុំនិយាយនេះមិនមែនអាក្រក់ទេណាគឺពិតប្រាកដប្រទេសកម្ពុជាចៅជំនាន់ Gen Z Generation Z គឺច្បាស់ជាបានភ្លក់រសជាតិចូលធ្វើទាហានភ្លក់រសជាតិសង្គ្រាមគឺពិតជាបានតែឬច្រើនមិនអីទេអញ្ចឹងសេរីកុំភ័យអូខេណាអានឹងអញ្ចឹងណាសេរីណាកុំភ្លេចជូនពរចៅឲ្យឆាប់បានជិះចានឬតលជិះចានបានសប្បាយចិត្តបន្តិចមកសួររឿងយន្តហោះណាវិបុលយ៉ងស្ទមហ្នឹងឈប់ហើយប៉ុន្តែនៅសម្អាតហើយការសម្អាតហ្នឹងខ្ញុំចាញ់ទៅស្ទាបស្ទងមិនដឹងថាចាញ់ផ្លូវណាទេចាំស្អែកសាកល្បងទៀតបាទហើយចំណែកសារី fan ប្រាប់ហើយថាចៅកុំភ័យមកជីវិតរបស់ចៅច្បាស់ជាបានរត់សង្គ្រាមហើយណាបោបាន់មេបោបាន់អញ្ចឹងហើយបានតាតែងតែនិយាយប្រាប់ថាកុំឲ្យមកអាមេរិកប្រទេសអាមេរិកវាពិបាកអញ្ចឹងរឿងតិចណាហើយកុំឲ្យទៅនៅប្រទេសណានៅស្រុកខ្មែរហើយវាស្រួលអាកាសធាតុល្អកូនតែងតែប្រាប់ថាស្រុកខ្មែរគឺជាស្រុកដ៏ល្អឯកណាអាហ្នឹងអញ្ចឹងតានិយាយហើយសុខវិជ្ជារឿងហ្នឹងយើងកុំទៅចាប់អារម្មណ៍គ្មានអ្នកណាអានទេកូនសភៅហ្នឹងរូបភាពខាងក្រោយនេះភ្នំពេញបាទអ្វីដែលទើសភ្នែកតំបន់នេះវានឹងអភិវឌ្ឍទៅមុខទៀតតែអ្វីដែលទើសភ្នែកគឺបង្គោលអគ្គិសនីនេះបង្គោលអគ្គិសនីហើយនឹងសំណង់ហ្នឹងវាចិត្តគ្នាពេកណាវាអត់មានប្រឡោះវាអត់មានប្រឡោះអាហ្នឹងបង្គោលអគ្គិសនីហ្នឹងមិនដឹងមិនគេធ្វើអញ្ចឹងទើសភ្នែកមិនមែនថាមិនគួរមានទេគួរមានប៉ុន្តែត្រូវធ្វើកន្លែងកាលណាបង្គោលខ្សែអគ្គិសនីធំអញ្ចឹងនៅចំពីក្រោមហ្នឹងគេអត់ឲ្យមានផ្ទះទេគេត្រូវទុកប្រឡោះហ្នឹងគេធ្វើជាសួនអីចឹងទៅដើម្បីគេងាយជួសជុលផងហើយវាអត់មានបន្តមកទៀតដូចជាផ្លូវ overpass នេះវាកាត់ពីក្រោមខ្សែអគ្គិសនីធំអាហ្នឹងវាមិនល្អទេណាវាមិនល្អតែនគររូបនីយកម្មស្រុកខ្មែរចាញ់មកតង្ហែនឹងធ្វើម៉េចណាអញ្ចឹងធ្វើម៉េចស្រុកខ្មែរគេធ្វើអញ្ចឹងណាខ្ញុំគាត់តែមើលឃើញស្ផានេះកន្លែងនេះវាត្រូវអភិវឌ្ឍដូច្នេះអាបង្គោលអគ្គិសនីនេះអាបង្គោលនេះវាអត់នៅចិត្តអញ្ចឹងទេវាត្រូវរកវិធីដោះស្រាយប៉ុន្តែមិនដឹងធ្វើម៉េចស្រុកហ្នឹងវាអញ្ចឹងណាស្រុកហ្នឹងវាអញ្ចឹងទៅហើយធ្វើម៉េចFilano អាហ្នឹងវាជាការដោះស្រាយបញ្ហាវិវាទអំណាចនៅក្នុងប្រទេសមួយណាដែលយើងត្រូវរៀនពីអរិយាប័ត្រនៃប្រទេសអស់ហ្នឹងដូចថៃអញ្ចឹងគេមានរដ្ឋប្រហារប៉ុន្តែគេមិនដែលបាញ់គ្នាក្នុងក្រុងយូរទេតាមមួយផ្លែតចប់ហើយណាប្រទេសខ្លះបាញ់គ្នាបាក់ផ្ទះបាក់សម្បែងអាហ្នឹងជាអរិយាប័ត្ររបស់ប្រទេសមួយណា Annie Chai រៀនចិនល្អឬទេល្អប៉ុន្តែបើអត់ចេះអង់គ្លេសអត់ល្អទេភាសាទី1ដែលគួររៀនគឺអង់គ្លេសណាម៉ៅយេនធម្មតាទេ Michigan no problem ខ្ញុំទៅរស់នៅហ្នឹងក៏ខ្ញុំអត់ខ្លាចដែរណា I don't mind ជីវិតនៅស្រុកអឺរ៉ុបតែអញ្ចឹង love YouTube ចំណេះដឹងនៃអ្នកដឹកនាំអូខេត្រឹមត្រូវ
សពវិជាឥឡូវចាញ់ទៅឆ្លើយហើយគាត់ណាចុងធេឪពុកគេជាកុម្មុយនីសគេមិនចូលចិត្តលោកសេរីណាមករាពូអត់មានប្រៀបធៀបចឹងទេពូកលេចមើលពាណិជ្ជកម្មកលេចមើលឧស្សាហកម្មកលេចមើលកសិកម្មពូមើលក្រសួងមួយប៉ុន្តែពូអត់មានប្រៀបធៀបដូចក្មួយឯងទេកូនពូអត់ចំណាយពេលប្រៀបធៀបទេមិនបានអត់ចំណាយពេលប្រៀបធៀបអត់បានការប្រៀបធៀបវាអត់មានប្រយោជន៍ទេយើងចង់ដឹងថាក្រសួងនឹងធ្វើការកើតចាញ់អីខ្លះទៅប៉ុណ្្នឹងទេដោយក្រសួងសេដ្ឋកិច្ចចឹងខ្ញុំមិនដែលរិះគន់ក្រសួងសេដ្ឋកិច្ចណាគេចិត្តទៅធ្វើកិច្ចការគេទៅក្រសួងសេដ្ឋកិច្ចគេធ្វើកិច្ចការគេណាខ្ញុំរិះគន់ក្រសួងកសិកម្មក្រសួងពាណិជ្ជកម្មក្រសួងការងារក្រសួងអីចឹងទៅហើយក្រសួងអភិវឌ្ឍជនបទអីខ្ញុំមិនសូវរិះគន់ដោយសារអីព្រោះខ្ញុំដឹងថាវាអត់កែបានហើយចុះមហាផ្ទៃមិនក៏ខ្ញុំមិនសូវរិះគន់ព្រោះដឹងថាវាកន្លែងហ្នឹងគឺកែអត់បានចឹងមកកែអត់បានមិនបានកែអត់បានមិនមែនដោយសារមនុស្សកាន់ក្រសួងនឹងអត់ចង់កែទេគឺហ៊ុនសែនគាត់អត់ឲ្យសសុខាក្រាន់បើជាងកូនគាត់ទេគាត់មានកូនប្រុស2កូនប្រុស1មិនបាច់និយាយទេមនិតនៅក្នុងកងទ័ពគាត់មានកូនប្រុស1កូនប្រុស1ក៏អត់ចេះធ្វើការអីទេគឺមនីគ្មានចេះធ្វើការអីទេតែគាត់ស្រឡាញ់គាត់ប្រម៉ូទកូនគាត់ទៅវាំងបន្តិចទៅកូនគាត់ទៅធ្វើនេះទៅនោះចឹងទៅចំណែកម៉ាណែតជានាយករដ្ឋមន្ត្រីប៉ុន្តែហ៊ុនសែនគាត់មានកំណត់មួយគឺក្រសួងការពារជាតិអត់ត្រូវលើកអត់ត្រូវចេះធ្វើការទេគាត់ពេញចិត្តហើយទាសីហាប៉ុណ្ណឹងចំណែកឯមហាផ្ទៃកុំធ្វើស្អីល្អមហាផ្ទៃហ៊ុនសែនចំណែនភ្លាមហ៊ុនសែនមិនអោយមហាផ្ទៃធ្វើអីការទេអញ្ចឹងសសុខាត្រូវតែនៅត្រឹមប៉ុណ្ណឹងចំណែកក្រសួងអីដតេទៀតហ៊ុនសែនមិនសំខាន់ទេអញ្ចឹងហ៊ុនសែនគាត់កំពុងតែអូសប្រទេសកម្ពុជាឲ្យដើរយឺតគាត់ចង់ឲ្យស្អីហ្នឹងកូនគាត់ម៉ាណែតហ្នឹងធ្វើឲ្យចាញ់មុខឆ្នើមក៏ប៉ុន្តែគាត់នឹងវាអត់សពមាត់លោកដៃលើកិច្ចការកូនគាត់ចង់ឲ្យមនីធ្វើការតែមនីទី1មនីអត់ចេះធ្វើទី2មនីក៏ខ្ជិលហើយអត់ចេះធ្វើការអញ្ចឹងទៅចង់ប្រម៉ូទមនីមិនក៏ទៅអត់រួចឥឡូវយើងមើលឃើញច្បាស់ហើយថាវាទៅមិនរួចឃើញឥឡូវដាក់មនីឲ្យកាន់ខាងចាត់តាំងយកមនីធ្វើឧបនាយករដ្ឋមន្ត្រីក៏នៅតែទៅមិនរួចទៅអត់រួចអាយុពីមួយថ្ងៃហ៊ុនសែនគាត់ចាស់ប៉ុន្តែអ្វីដែលគាត់ចង់អូសទាញឲ្យកូនគាត់ទៅមុខទៅអត់រួចហើយចំណែកម៉ាណែតគាត់ចង់ឲ្យទៅប៉ុន្តែគាត់លូកដៃណាអញ្ចឹងទៅវាចប់តែប៉ុណ្ណឹងណាថែម rice miss own គ្រឿងញៀនបើគេចាប់គេយកទៅណាធម្មតាបើប្រទេសគេអនុវត្តច្បាប់ត្រឹមត្រូវគេកំទេចចោលតែស្រុកយើងអត់ដឹងទេកូនណា Naga Spare ជួយបញ្យលពីសាសនាអត់ស្គាល់សាសនាពេទ្យអត់ស្គាល់តែប្រើពាក្យហ្នឹងខ្ញុំអត់និយាយជាមួយខ្ជិលណាអូខេដឹងថាចៅឯងក្មួយឯងចង់និយាយអំពីសាសនាអ៊ីស្លាមអត់មានសាសនាពេទ្យកណ្ដួយអីទេអូខេកុំទៅឈួតនឹងអីសាសនាពេទ្យអីនោះបើពេទ្យនេះទៅពេទ្យអានេះក្បាលនេះទៅពេទ្យអត់មានសាសនាពេទ្យអីទេនឹងអ៊ំនិយាយប្រាប់កុំចាញ់មកតថ្ងៃអីណាសាសនាពេទ្យអីគេហៅសាសនាអ៊ីស្លាមណាសាសនាអ៊ីស្លាមភាសាអង់គ្លេសថាអ៊ីស្លាមឬក៏អ៊ីស្លាមអត់មានសាសនាពេទ្យអីទេកុំបែកឆ្វេងណាអូខេហើយរឿងមួយទៀតសាសនាអ៊ីស្លាមបើក្មួយឯងចង់យល់សាសនាអ៊ីស្លាមសួរបងប្អូនមូស្លឹមនៅស្រុកខ្មែរសួរចាមសួរអីនៅស្រុកខ្មែរដែរចេះហើយណាចេះហើយសួរគាត់ថាជំនឿយ៉ាងម៉េចទៅគាត់ប្រាប់ហើយចាមនៅស្រុកខ្មែរណាសួរតើណាហើយសុំកុំប្រើពាក្យអីសាសនាពេទ្យអីអត់មានពេទ្យអីទេគ្មានអាណាស្គាល់សាសនាពេទ្យហ្នឹងទេអូខេចង់ពេទ្យអីក៏អត់មានទេសាសនាអ៊ីស្លាមប្រើពាក្យឲ្យត្រូវបានស្ដាប់គ្នាបានជាសកលលោកសាសនា
ពុទ្ធសាសនាគ្រីស្ទសាសនាយូដាសាសនាអ៊ីស្លាមសាសនាហិណ្ឌូអញ្ចឹងអូខេតៃកណ្ដែលមែនទេចង់ឲ្យឆ្លាតចង់ឲ្យចេះដឹងតែអូសទៅអត់រួចអូសទៅអត់រួចអូសទៅមិនរួចណាអូសទៅអត់រួចអូសទៅអត់រួចมันងាយអូសទេណាសញ្ញាបត្រមានក៏ប៉ុន្តែមនុស្សដែលបានសញ្ញាបត្រឲ្យអត់ប្រឹងធ្វើការឬក៏អត់ពិសោធន៍ការងារទៅមិនរួចទេទៅមិនរួចมันងាយទេមិនមែនចង់ឲ្យនេះទេតែធ្វើអីទៅមិនរួចណាសង្ហើតែសង្ហើអញមើលខ្ញុំមាននិយាយអង់គ្លេសល្អណាអង់គ្លេសខ្ញុំនិយាយអាក្រក់ស្ដាប់សងំធ្វើម៉េចយើងកើតមកវាជាប់អាសិនចឹងហើយហ្នឹងម៉េចខ្ញុំមកដល់ពេលកែអាសិនខ្ញុំមិនបានទេមកទៅនៅចឹងរហូតហើយ CIC ជួយផ្សព្វផ្សាយយើងខ្ញុំនិយាយមិនក៏ទៅអត់រួចដែរគេជន់ក្មួយឯងបង្កប់ហើយគេមិនយករឿងហ្នឹងមកនិយាយទេក្មួយអើយណាជាសំណាងពូនៅក្មេងធ្លាប់ជឿអបិយជំនឿទេពូធ្លាប់និយាយប្រាប់ហើយថាពូធ្លាប់ប្រព្រឹត្តរឿងហ្នឹងណាពូនិយាយហើយកូននិយាយហើយនិយាយឲ្យស្ដាប់តាធ្លាប់ចាំស្គីមនុស្សមានអំនួតទាំងកូនខ្លួនឯងអត់ប្រយោជន៍ចង់រុញវាមហិច្ឆតារបស់មនុស្សល្ងងវាតែងតែអញ្ចឹងធម្មតាទេចេះតែរុញទៅវាមិនរួចបាទ HD ពូនិយាយពីក្រុមហ៊ុនធានារ៉ាប់រងស្រុកខ្មែរផងអាចទុកចិត្តបានទេខ្ញុំអត់ស្គាល់ផងអត់ស្គាល់ក្រុមហ៊ុននឹងផងដល់អញ្ចឹងខ្ញុំនិយាយមិនកើតសារ៉ាត់ញ៉ានពីដើមមកដល់ឥឡូវអ្នកចេះដឹងខ្មែរភាគច្រើនចូលចិត្តស្រឡាញ់សង្គមនិយមម្លេះរហូតដល់កុម្មុយនីសទៅសេរីហើយមកវិញអត់ដែរពីព្រោះអធិពលនៅក្នុងប្រទេសកម្ពុជាតាំងពីសម្ដេចសីហនុគឺជះអធិពលឲ្យខ្មែរអត់ចូលចិត្តលោកសេរីទេតាំងពីសីហនុមិនដែលនាំខ្មែរឲ្យចូលចិត្តសេរីទេហើយសាសអាស៊ីនេះបើយើងកលេចមើលអាស៊ានយើងសួរខ្លួនឯងយើងកលេចមើលអាស៊ានណាយើងសួរថាសិង្ហបុរីចូលចិត្តសេរីទេអត់ចូលចិត្តទេអត់ចូលចិត្តសេរីទេនាយករដ្ឋមន្ត្រីលេខគួនយូចូលចិត្តលោកសេរីទេអត់ណាអូខេអត់ចូលចិត្តលោកសេរីទេអរគុណជួយបញ្ជាក់រឿងពេកហើយបែកខ្ញុំមើលទៅសាសនាមកសួរសាសនាពេកវាសបោតលផឹកទឹកខ្មេះផឹកទឹកខ្មេះអត់មានក្រូចឆ្មាផឹកទឹកខ្មេះអត់មានវីតាមីន C ទៀតអត់មានវីតាមីន C តើសិង្ហបុរីលីកុនយូចូលចិត្តលោកសេរីទេអត់ចូលចិត្តទេណាចុះមេដឹកនាំក្រោយរហូតដល់ Lawrence Wong ចូលចិត្តលោកសេរីទេអត់ទេមេដឹកនាំប្រទេសសិង្ហបុរីជាមេដឹកនាំអូតូក្រាទិកជាមេដឹកនាំប្រើចំណេះដឹងប៉ុន្តែមិនចូលចិត្តលោកសេរីទេហើយអាស៊ីណាមេដឹកនាំម៉ាឡេស៊ីចូលចិត្តលោកសេរីទេអត់ទេតាំងពីមហាធីរហូតដល់អានវ៉ាអ៊ីប្រាហ៊ឹមអត់ចូលចិត្តទេមេដឹកនាំឥណ្ឌូនេស៊ីតាំងពីស៊ូហាតូកុម្មុយនីស៊ូកាណូកុម្មុយនីស៊ូហាតូអត់ចូលចិត្តលោកសេរីទេគាត់ជាគាត់ជា tyrant គាត់ជាជនផ្ដាច់ការអូខេរហូតដល់ជូកូវីដូដូរហូតដល់អីប្របូវនេះក៏អត់ចូលចិត្តដែរចុះហ្វីលីពីនតាំងពីម៉ាកូសរហូតដល់ម៉ាកូកូនេះចូលចិត្តទេអត់ទេ
ណាហើយចុះឡើងអត់ទេហើយចុះយួនកុំនេះហើយចុះខ្មែរតាំងពីសែននោះមកអត់ដែលណាចូលចិត្តលោកសេរីទេហើយចុះថៃអត់ចូលចិត្តទេអញ្ចឹងប្រទេសអាស៊ានទាំងអស់វាគ្មានមេដឹកនាំណាចូលចិត្តលោកសេរីទេអត់ចូលចិត្តទេអូខេហើយចុះតៃវ៉ាន់ចូលចិត្តលោកសេរីទេអត់ទេអត់ចូលចិត្តទេដេម៉ូក្រាស៊ីપણអត់ចូលចិត្តទេតែត្រូវពឹងពាក់អាមេរិកក៏អញ្ចឹងទៅអត់ចូលចិត្តទេពួកតៃវ៉ាន់ដោយសារត្រូវពឹងពាក់ទេតែអត់ចូលចិត្តទេហើយចូលកូរ៉េខាងត្បូងចូលចិត្តលោកចូលចិត្តអាមេរិកអត់ចូលចិត្តទេតែត្រូវរកស៊ីជាមួយត្រូវសហការជាមួយដើម្បីប្រទេសគេក៏គេធ្វើជាមួយអត់ចូលចិត្តទេហើយចុះជប៉ុនអត់ចូលចិត្តទេប្រទេស199ប្រទេសនៅក្នុងពិភពលោកនេះតិចណាស់ដែលចូលចិត្តអាមេរិកណាតិចណាស់ដែលចូលចិត្តអាមេរិកអត់ចូលចិត្តអាមេរិកទេបាទអាមេរិកគេហៅខ្ញុំទៅសួរខ្ញុំប្រាប់ថាគ្មានណាចូលចិត្តគេមិនងាយចូលចិត្តទេមិនបានគេមិនចូលចិត្តអាមេរិកវាលំបាកលំបាកនឹងហើយដែលអត់ចូលចិត្តបើលុយអានឹងចូលចិត្តអត់ចូលចិត្តដោយសារលំបាកដល់បានទេការរកស៊ីការតាក់ទងជាមួយអាមេរិកណាលំបាកណាស់ណាចូលដូចខ្មែរអីហ្នឹងតាំងហើយមិនងាយរកស៊ីជាមួយអាមេរិកទេរកស៊ីជាមួយអាមេរិកលំបាកណាស់គ្រាន់តែការរកស៊ីជាមួយអាមេរិកវាមានឱកាសរកលុយបានវាមានឱកាសរកលុយបានណាឧទាហរណ៍ដល់ឥឡូវយើងឃើញហ៊ុនម៉ាណែតណាជួបមេបញ្ជាការ Indo-Pacific ណាឃើញគេផ្សាយណាមេបញ្ជាការ Indo-Pacific ហ្នឹងជួបហ៊ុនម៉ាណែតបងប្អូនឃើញទេឧត្តមនាវីម្នាក់ហើយជាមេបញ្ជាការនៃ Indo-Pacific ណាជួបហ៊ុនម៉ាណែតណាជួបហ៊ុនម៉ាណែតតើមានន័យថាម៉េចណាមានន័យថាម៉េចយើងមើលហ៊ុនម៉ាណែតយើងមើលគេផ្សាយអំពីជំនួបជាមួយនឹងមេបញ្ជាការអាមេរិកខាង Indo-Pacific ណាយើងមើលឃើញគេផ្សាយអីតើមានន័យថាម៉េចមានន័យថាអាមេរិកកំពុងតែប្រទេសប្រទងភូមិសាស្ត្រនយោបាយយើងឃើញនាវាចម្បាំងរបស់អាមេរិកសំចតណាយើងឃើញនាវាចម្បាំងអាមេរិកសំចតនៅស្រុកខ្មែរអាហ្នឹងគឺជាការប្រទែងប្រទងនៃភូមិសាស្ត្រនយោបាយអូខេលោកហ៊ុនសែនគាត់ត្រូវការអាមេរិកនៅក្នុងពេលនេះតែនៅក្នុងបេះដូងរបស់គាត់កុម្មុយនីសអាមេរិកក៏គេដឹងថាហ៊ុនសែនកុម្មុយនីសណាអាមេរិកក៏គេដឹងថាម៉ាណែតនេះមករៀននៅ West Point ហ្នឹងក៏មិនចូលចិត្តលោកសេរីភាពដែរពីព្រោះកើតមកជាកូនជនផ្ដាច់ការក៏ប៉ុន្តែអាមេរិកត្រូវតែបង្ហាញរូបរាងរបស់ខ្លួននៅប្រទេសកម្ពុជាដើម្បីនឹងបង្ហាញចិនណាខ្ញុំមិនយករឿងហ្នឹងមកវិភាគដោយសារអីណាខ្ញុំមិនយករឿងហ្នឹងណាខ្ញុំមិនយករឿងហ្នឹងមកវិភាគដោយសារអីដោយសារខ្ញុំចង់ឲ្យដំណើរការហ្នឹងវាទៅអញ្ចឹងដោយសារខ្ញុំចង់ឲ្យដំណើរការវាទៅអញ្ចឹងខ្ញុំអត់យកមកនិយាយខ្ញុំមិនឃើញទេខ្ញុំឃើញបើខ្ញុំអត់មកនិយាយខ្ញុំអត់និយាយទេខ្ញុំទុកឲ្យដំណើរការទៅព្រោះខ្ញុំចង់ឲ្យដំណើរការហ្នឹងវាទៅអញ្ចឹងរឿងនាវាចម្បាំងអាមេរិកសំចតនៅកម្ពុជារឿងមេបញ្ជាការ Indo-Pacific ជួបម៉ាណែតអីខ្ញុំអត់និយាយ
ខ្ញុំគ្រាន់តែប្រាប់ថាអាមេរិកដឹងថាហ៊ុនសែនជាមនុស្សយ៉ាងម៉េចអាមេរិកក៏ដឹងថាហ៊ុនម៉ាណែតជាមនុស្សយ៉ាងម៉េចអាមេរិកក៏ដឹងថាខ្មែរនៅកម្ពុជានឹងគិតយ៉ាងម៉េចដឹងប៉ុន្តែអាមេរិកជាមហាអំណាចគាត់មាននយោបាយរបស់គាត់ហើយខ្ញុំអត់យករឿងហ្នឹងមកវិភាគដោយសារអីដោយសារខ្ញុំចង់ឲ្យវាទៅដូចនេះណាអូខេខ្ញុំចង់ឲ្យវាទៅអញ្ចឹងខ្ញុំចង់ឲ្យវាទៅតាមផ្លូវហ្នឹងខ្ញុំអត់យកមកនិយាយទេណាអាហ្នឹងអញ្ចឹងខ្ញុំវិលត្រឡប់3នាទីទៀតមកជួបប្រិយមិត្តមកភាគទៀតជំរាបលាភាគនេះគឺនិយាយអំពីអារ៉ាប៊ីសាអូឌីនិងអ៊ីមីរ៉េតអារ៉ាប់រួមចាប់ផ្ដើមឡើងកម្ដៅប្រឈមមុខគ្នាហើយបាទអញ្ចឹងជំរាបលា